ជំរាបសួរក៏ដូចជាសួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍ទស្សនាមកកាន់ Channel 2 Brother សង្ខេបរឿងថ្ងៃនេះផងដែរខ្ញុំបាទសូមលើកយករឿងមួយដែលមានចំណងជើងថា Ring of Death មកសង្ខេបជូនបងប្អូនស្ដាប់ដែលសាច់រឿងមួយនេះគឺនិយាយអំពី FBI ម្នាក់ដែលគាត់បានបន្លំខ្លួនធ្វើជាអ្នកទោសដើម្បីចូលទៅស៊ើបអង្កេតពីរឿងពុករលួយនៅក្នុងគុកមួយកន្លែងចង់ដឹងថានៅពេលដែលគាត់ជាប់នៅក្នុងគុកហ្នឹងតើគាត់នឹងមានបញ្ហាជាមួយនឹងក្រុមអ្នកទោសផ្សេងទៀតជាពិសេសជាមួយនឹងមេគុកយ៉ាងណានោះសូមចូលរួមទស្សនាជាមួយខ្ញុំទាំងអស់គ្នាសាច់រឿងត្រូវបានចាប់ផ្ដើមឡើងដោយបង្ហាញពីការវេយគ្នារបស់អ្នកទោស2នាក់ដែលត្រូវបានរៀបចំឡើងដោយខុសច្បាប់ពីសំណាក់មេគុកនឹងឯងគាត់បានរៀបចំឲ្យអ្នកទោសធ្វើការប្រកួតគ្នារហូតដល់ស្លាប់ដើម្បីឲ្យគាត់ផ្សាយបន្តផ្ទាល់ទៅកាន់គេហទំព័រខុសច្បាប់នៅខាងក្រៅដើម្បីឲ្យពួកសង្គមងងឹតនៅខាងក្រៅធ្វើការភ្នាល់ហើយគាត់គឺអាចរកលុយបានច្រើនណាស់ពីការវេយគ្នារបស់អ្នកទោសនេះច្បាប់នៃការវេយគ្នាគឺតម្រូវឲ្យមានម្ខាងស្លាប់ទើបអាចបញ្ចប់ការប្រកួតបានបន្ទាប់មកសាច់រឿងក៏បានកាត់បង្ហាញអំពីតួអង្គឯករបស់យើងដែលគាត់មានឈ្មោះថាវ៉ាតគាត់បានយកកូនប្រុសរបស់គាត់ចេញពីសាលារៀនមកជួបជាមួយនឹងប្រពន្ធរបស់គាត់ប្រពន្ធរបស់វ៉ាតដែលមានឈ្មោះថាម៉ារីនឹងនៅពេលដែលឃើញមានស្នាមរបួសនៅលើមុខកូនក៏បានសួរប្តីថាមានរឿងអីកើតឡើងហើយប្តីក៏បានប្រាប់ទៅវិញទៅថាកូនរបស់ពួកគេនឹងគឺបានវាយគ្នាជាមួយនឹងមិត្តរួមថ្នាក់នៅឯសាលាមេរីលឺអញ្ចឹងហើយនាងមិនសូវជាសប្បាយចិត្តប៉ុន្មានទេដែលកូនរបស់ខ្លួនទៅមានការវាយគ្នាអីបែបហ្នឹងប៉ុន្តែវ៉ាតក៏បាននិយាយថាវាគឺជារឿងធម្មតាទេសម្រាប់ក្មេងប្រុសដែលធ្វើឲ្យមេរីនឹងគឺកាន់តែមិនសប្បាយចិត្តបន្ទាប់មកវ៉ាតក៏បានទៅជួបជាមួយនឹងមិត្តចាស់របស់គាត់ដែលជាភ្នាក់ងារ FBI ម្នាក់ដែលមានឈ្មោះថា Steve ដែល Steve ជាមួយនឹងវ៉ាតនេះគឺធ្លាប់ជាដៃគូក្នុងការស៊ើបអង្កេតនិងបង្ក្រាបបទល្មើសជាច្រើនកន្លងមកជាមួយគ្នាប៉ុន្តែវ៉ាតគឺគាត់ត្រូវបានបញ្ឈប់ពីការងារនឹងអស់រយៈពេល2ឆ្នាំមកហើយដោយសារតែរបៀបរបបនៅក្នុងការធ្វើការងាររបស់គាត់នឹងគឺខុសខើខ្លាំងពេកដូច្នេះហើយគាត់ក៏ត្រូវបានថ្នាក់លើបញ្ឈប់ហើយពេលនេះ Steve គឺចង់ឲ្យវ៉ាតនឹងចូលរួមជាមួយគាត់ដើម្បីធ្វើការស៊ើបអង្កេតអំពីគុកមួយកន្លែង Steve បានបញ្យល់ទៅកាន់វ៉ាតថានៅក្នុងគុកនឹងគឺមានរឿងអាស្រូវមិនល្អជាច្រើនហើយអ្នកទោសគឺតែងតែស្លាប់ជាប្រចាំនៅក្នុងគុកនឹងអញ្ចឹងហើយ Steve គិតថានៅក្នុងគុកនឹងគឺមិនប្រក្រតីទេភ្នាក់ងារ FBI គឺចង់ធ្វើការស៊ើបអង្កេតដោយផ្ទាល់ជាមួយនឹងមេគុកព្រោះពួកនឹងគិតថាការស្លាប់របស់អ្នកទោសប្រហែលជាមានការពាក់ព័ន្ធជាមួយនឹងមេគុកនឹងឯង Steve គឺចង់ឲ្យវ៉ាតបន្លំខ្លួនធ្វើជាអ្នកទោសដើម្បីទៅក្នុងគុកនឹងហើយស៊ើបឲ្យដឹងថាតើមានរឿងអ្វីឲ្យពិតប្រាកដនៅក្នុងគុកនឹងហើយប្រសិនបើវ៉ាតអាចធ្វើរឿងនេះបានជោគជ័យវ៉ាតនឹងអាចវិលត្រឡប់មកជា FBI ពេញសិទ្ធិវិញហើយមិនត្រឹមតែប៉ុណ្្នឹងទេកូនរបស់វ៉ាតនឹងទទួលបានអាហារូបករណ៍រហូតដល់ថ្នាក់មហាវិទ្យាល័យទៀតផងហើយចំពោះវ៉ាតនៅពេលដែលឮរឿងទាំងអស់នេះហើយគាត់ក៏នៅស្ងៀមសិនគាត់មិនទាន់ឆ្លើយថាយល់ព្រមនៅឡើយទេលុះស្អែកឡើងបានវ៉ាតតែប្រាប់ Steve វិញថាគាត់យល់ព្រមធ្វើការទាំងអស់នេះបន្ទាប់មកវ៉ាតក៏បានទៅជួបជាមួយនឹងកូនប្រុសរបស់គាត់ហើយក៏បានប្រាប់កូនប្រុសថាគាត់គឺត្រូវមានភារកិច្ចទៅឆ្ងាយមួយរយៈហើយបន្ទាប់មកយើងក៏បានឃើញថាវ៉ាតកំពុងតែនៅក្នុងឡានជាមួយនឹង Steve ក៏បានបញ្យល់ថាដើម្បីឲ្យវ៉ាតអាចចូលទៅក្នុងគុកនឹងបានគឺត្រូវតែឲ្យវ៉ាតនឹងធ្វើរឿងខុសច្បាប់ដើម្បីឲ្យប៉ូលីសចាប់សិនដូច្នេះហើយវ៉ាតក៏បង្កើតជាសេណារីយ៉ូដោយបានធ្វើជាទៅលួចឡានប៉ូលីសលុះប៉ូលីសពាត់ចាប់ខ្លួនគេជាប់គេក៏ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារនៅក្នុងគុកដែលគេនឹងត្រូវចូលទៅស៊ើបអង្កេតនឹងឯងយើងបានឃើញថាអ្នកទោសថ្មីនៅពេលដែលទៅដល់គុកនឹងភ្លាមនឹងក្រុមឆ្មាំគុកក៏បានចេញមកស្វាគមន៍ពួកគេតែម្ដងហើយមិនតែប៉ុណ្ណោះទេវត្តមានរបស់មេគុកក៏បានចេញមកស្វាគមន៍ទៅកាន់អ្នកទោសថ្មីផងដែរហើយត្រង់ចំណុចនេះខ្ញុំចង់សួរទៅកាន់បងប្អូនទាំងអស់គ្នាបន្តិចតើបងប្អូនទាំងអស់គ្នាចាំមុខលោកមេគុកនេះបានដែរឬទេហើយប្រសិនបើធ្លាប់ឃើញគាត់នៅក្នុងរឿងណាមួយដូចរឿងប្រហែលអីអញ្ចឹងកុំភ្លេច comment នៅខាងក្រោមផងប្រាប់អំពីចំណងជើងរឿងដែលបងប្អូនចាំហើយប្រាប់ឈ្មោះគាត់នៅក្នុងរឿងនឹងផងតើគាត់មានឈ្មោះអីសំខាន់តួនាទីគឺមេគុកដូចគ្នាទៀតយើងកាត់ចូលមកកាន់សាច់រឿងយើងវិញលោកមេគុកក៏បានប្រាប់ទៅកាន់អ្នកទោសថ្មីឲ្យគោរពច្បាប់ទម្លាប់នៅទីនេះជាពិសេសគឺគោរពរាល់ពាក្យសម្ដីរបស់គាត់ហើយមិនត្រូវនិយាយបដិសេធអ្វីម្យ៉ាងជាមួយគាត់នោះទេហើយក៏និយាយថាគុកនេះគឺប្រៀបដូចជាផ្ទះថ្មីរបស់ពួកគេអញ្ចឹងហើយប្រសិនបើមាននរណាម្នាក់ចង់រត់គេចឬមួយក៏មិនស្ដាប់បញ្ជានោះគេនឹងត្រូវទទួលបានពិន័យយ៉ាងចាស់ដៃពីសំណាក់ក្រុមឆ្មាំគុកជាមិនខានបន្ទាប់មកយើងក៏បានឃើញថាវ៉ាតជាមួយនឹងអ្នកទោសផ្សេងទៀតហ្នឹងក៏ត្រូវបានគេបញ្ជូនឲ្យទៅនៅក្នុងបន្ទប់រៀងៗខ្លួនលុះយប់ឡើងយើងក៏បានឃើញថាមេគុកក៏កំពុងតែឈរមើលអំពីការប្រកួតរបស់អ្នកទោសទៀតហើយតលតែមានម្នាក់ស្លាប់ទើបការប្រកួតនឹងបញ្ចប់បាទបន្តិចក៏មានជំនួយការរបស់គាត់ម្នាក់ទៀតបានចូលមកប្រាប់គាត់អំពីប្រវត្តិរបស់វ៉ាតដែលជាអ្នកទោសថ្មីគឺវ៉ាតនឹងធ្លាប់មានប្រវត្តិជា FBI ដែលមានស្នាដៃល្អម្នាក់ក្នុងការចាប់ជនល្មើសហើយថែមទាំងមានទឹកដៃប្រយុទ្ធខ្លាំងក្លាទៀតផងដែលធ្វើឲ្យមេគុកលឺបែបហ្នឹងហើយ
គាត់គឺមានការចាប់អារម្មណ៍ទៅលើវ៉ាតជាខ្លាំងហើយចង់ឲ្យវ៉ាតហ្នឹងចូលរួមក្នុងការប្រកួតខុសច្បាប់របស់គាត់ហើយមេកុកក៏បានប្រាប់ឲ្យជំនួយការរបស់គាត់ធ្វើការតេស្តសមត្ថភាពរបស់វ៉ាតនៅថ្ងៃស្អែកនៅក្នុងការប្រកួតរបស់អ្នកទោសឯនេះវិញគឺថាអ្នកដែលបានឈ្នះហ្នឹងគឺជាបុរសម្នាក់ដែលមានឈ្មោះថា O'Reilly យើងកាត់មកមើលនៅពេលព្រឹកវិញគឺថាក្រុមអ្នកទោសបានធ្វើលំហាត់ប្រាណរៀងៗខ្លួនវ៉ាតក៏បានជួបជាមួយនឹង O'Reilly ដែលជាអ្នកទោសដែលបានវេយកឈ្នះកាលពីយប់មិញនឹងឯងវ៉ាតក៏បានស្គាល់គ្នាជាមួយនឹងអ្នកទោសម្នាក់ទៀតដែលមានឈ្មោះថា Tommy ផងដែរពួកគេទាំងអស់គ្នាកំពុងតែមើលទៅកាន់អ្នកទោសម្នាក់ទៀតដែលមានឈ្មោះថា Eri ដែលត្រូវបានអ្នកទោសផ្សេងទៀតហ្នឹងកំពុងតែចង់មកពីបំពេញធ្វើបាបវ៉ាតគឺគេមិនចូលចិត្តបែបហ្នឹងឡើយគេក៏បានចូលទៅជួយ Eri ដោយបានតែស្ដីឲ្យអ្នកទោស2នាក់ដែលបានមករករឿង Eri នោះលុះដល់ថ្ងៃឡើងនៅពេលដែលអ្នកទោសត្រូវបញ្ជូនទៅកាន់បន្ទប់រៀងៗខ្លួននោះស្រាប់តែមានឆ្មាំគុកម្នាក់បានប្រាប់ឲ្យវ៉ាតចេញមកខាងក្រៅបន្តិចពេលហ្នឹងយើងក៏បានឃើញថាអ្នកទោស2នាក់ដែលវ៉ាតបានស្ដីឲ្យមុននោះបានមករករឿងគេហើយមូលហេតុដែលអា2នាក់ហ្នឹងមករករឿងវ៉ាតហ្នឹងគឺដោយសារតែពួកវាត្រូវបានបញ្ជូនឲ្យមកតេស្តសមត្ថភាពរបស់វ៉ាតពីសំណាក់ជំនួយការរបស់លោកមេកុកនឹងឯងហើយយើងក៏បានឃើញថាវ៉ាតគឺអាចស៊ីផុយជាមួយនឹង2នាក់នេះយ៉ាងស្រួលបន្ទាប់មកវ៉ាតក៏ត្រូវបានទៅជួបជាមួយនឹងលោកមេកុកហើយលោកមេកុកគឺចង់ឲ្យវ៉ាតហ្នឹងធ្វើការប្រកួតឲ្យគាត់នៅថ្ងៃខាងស្អែកគាត់ក៏បាននិយាយថាគ្មានអ្នកទោសណាម្នាក់ហ៊ាននិយាយបដិសេធជាមួយនឹងសំណើរបស់គាត់នោះទេព្រោះថាគាត់គឺជាអ្នកគ្រប់គ្រងគុកដូច្នេះហើយគាត់មានសិទ្ធិគ្រប់យ៉ាងទៅលើជីវិតអ្នកទោសដែលនៅក្នុងគុកនេះលុះស្អែកឡើង Mary ដែលជាប្រពន្ធរបស់វ៉ាតក៏បានមកសួរសុខទុក្ខប្តី Mary គឺមានការភ្ញាក់ផ្អើលមែនទែននៅពេលដែលឃើញថាវ៉ាតត្រូវមកជាប់ក្នុងគុកបែបនេះដោយសារតែគាត់គឺមិនដឹងថាប្តីរបស់គាត់ត្រូវចូលមកក្នុងគុកនេះដោយសារជាប់ភារកិច្ចការងារអីនោះទេដោយសារតែវ៉ាតគឺមិនបានប្រាប់ Mary ឡើយមុននឹងមកចូលក្នុងគុកនេះហើយវ៉ាតក៏បានប្រាប់ប្រពន្ធថាកុំឲ្យមកមើលគាត់ទៀតព្រោះគាត់ខ្លាចថាប្រពន្ធរបស់គាត់អាចនឹងមានគ្រោះថ្នាក់បន្ទាប់មកយើងក៏បានឃើញថាលោកមេកុកក៏បានតាក់ទងទៅមិត្តភ័ក្តិរបស់គាត់នៅខាងក្រៅដែលជាអ្នករស់ស៊ីខុសច្បាប់ពាក់ព័ន្ធជាមួយនឹងការផ្សព្វផ្សាយអំពីការប្រដាល់ក្នុងគុកទៅលើប្រព័ន្ធអ៊ីនធឺណិតហើយគាត់គឺចង់ឲ្យពុកម៉ែរបស់គាត់នឹងធ្វើការផ្សព្វផ្សាយអំពីការប្រកួតរបស់វ៉ាត់នៅថ្ងៃខាងមុខនឹងទៅលើ website ខុសច្បាប់ឲ្យបានច្រើនដើម្បីឲ្យគាត់អាចរកចំណូលបានពីអ្នកទស្សនាលុះដល់ថ្ងៃដែលវ៉ាត់ត្រូវធ្វើការប្រកួតឆ្មាំគុកក៏បានមកចាប់គេចេញពីក្នុងបន្ទប់ហើយក៏បានយកគេទៅក្នុងសង្វៀនប្រកួតនៅពេលនោះដៃគូប្រកួតរបស់វ៉ាត់ក៏បានចេញមកដែលជាអប៉ែមួយដែលធ្លាប់បានចូលមករករឿងគេមុននេះបន្តិចនឹងឯងហើយនិយាយពីអប៉ែមួយដែលត្រូវជាពួកម៉ាក់របស់មេគុកនោះវិញគឺថាជក់ចិត្តជាមួយនឹងការប្រកួតរបស់វ៉ាត់ខ្លាំងមែនទែនហើយក្នុងការប្រកួតមួយនេះវ៉ាត់គឺស៊ីផុយតែម្ដងគាត់ក៏បានវេដៃគូប្រកួតរបស់គាត់នឹងឲ្យស្លាប់បន្ទាប់ពីការប្រកួតត្រូវបានបញ្ចប់មេគុកក៏បានមកនិយាយជាមួយនឹងវ៉ាត់ដោយបានលើកសរសើរថាទឹកដៃប្រកួតរបស់វ៉ាត់នឹងគឺល្អខ្លាំងមែនទែនគាត់ពេញចិត្តប៉ុន្តែសម្រាប់វ៉ាត់វិញគឺគេមិនចង់ធ្វើការប្រកួតអីតទៀតទេដោយសារតែប្រសិនបើត្រូវមានអ្នកស្លាប់បែបនេះព្រោះថាគាត់គឺមិនចង់សម្លាប់មនុស្សនោះទេប៉ុន្តែមេកុកក៏បាននិយាយបញ្យល់ទៅវិញថាវ៉ាត់គឺគ្មានសិទ្ធិតវ៉ាជាមួយគាត់ទេដោយសារតែនៅទីនេះគាត់គឺជាអ្នកគ្រប់គ្រងទៅលើជោគវាសនានិងជីវិតរបស់គេហើយថ្ងៃបន្ទាប់វ៉ាត់ក៏បានលួចសរសេរអំពីព័ត៌មានដែលគេស៊ើបបានពីក្នុងគុកនេះហើយនៅពេលដែលតាចាស់ដែលជាអ្នកទោសមានទូនាទីក្នុងការយកសៀវភៅឲ្យក្រុមអ្នកទោសដើម្បីអាននៅក្នុងគុកហ្នឹងក៏បានដើរមកដល់បន្ទប់របស់គេហើយគេក៏បានយកក្រដាសដែលគេសរសេរហ្នឹងដាក់ចូលទៅក្នុងសៀវភៅហើយក៏បានដាក់ឲ្យតាចាស់ហ្នឹងយកសៀវភៅហ្នឹងទៅដាក់នៅក្នុងបណ្ណាល័យនៅក្នុងគុកនេះលោកតានៅពេលដែលទៅដល់កន្លែងបណ្ណាល័យហើយក៏មានក្រុមភ្នាក់ងារ FBI ដែលជាកូនចៅរបស់ Steve ក៏បានយកសៀវភៅដែលមានព័ត៌មានដែលវ៉ាត់សរសេរពីក្នុងគុកនេះយកទៅឲ្យ Steve បន្ទាប់មកសាច់រឿងក៏បានកាត់មកពេលដែលវ៉ាត់ Tommy ហើយនិង O'Reilly កំពុងតែនិយាយគ្នា O'Reilly នៅពេលដែលឃើញស្នាមនៅលើមុខរបស់វ៉ាត់ហើយគេក៏បានដឹងថាវ៉ាត់គឺត្រូវមេគុកឲ្យចូលរួមក្នុងការប្រកួតខុសច្បាប់នឹងឯងបន្ទាប់មកនៅពេលដែលក្រុមអ្នកទោសត្រូវបរិភោគអាហារថ្ងៃត្រង់ហ្នឹងយើងក៏បានឃើញថាអ្នកទោសកំណាចមាសធំស្បែកខ្មៅម្នាក់ក៏បានដើរមកវ៉ាត់ក៏បានសួរទៅកាន់ O'Reilly ថាអាប៉ែនឹងណាគេ O'Reilly ក៏បានប្រាប់ទៅវិញទៅថាម្នាក់ហ្នឹងគឺមានឈ្មោះថា Milton ប៉ុន្តែអ្នកនៅក្នុងគុកទាំងអស់គឺហៅម្នាក់ហ្នឹងថា President ព្រោះថា Milton គឺជាជើងឯកនៅក្នុងគុកនេះគ្មាននរណាម្នាក់អាចវាយឈ្នះគេនោះទេហើយគេនឹងគឺពិតជាខុសខើនិងសាហាវព្រៃផ្សាយខ្លាំងណាស់ពេលនោះអេរីក៏បានធ្វើឲ្យក្រពុបម្ហូបរបស់ Milton ដោយអចេតនា Milton គ្រាន់តែប៉ុណ្្នឹងសោះក៏ចង់សម្លេះអេរីចោលប៉ុន្តែភ្លាមហ្នឹងវ៉ាត់ក៏បានចេញមកជួយវ៉ាត់ក៏បានប្រាប់ឲ្យ Milton ហ្នឹងដោះលែងអេរីទៅដោយសារតែរឿងទាំងអស់នេះវាគឺជារឿងអចេតនាទេ Milton លើកទី1ហើយដែលមានអ្នកទោសមកនិយាយចរចាជាមួយគេបែបនេះដោយសារតែកន្លងមកគឺគ្មានអ្នកទោសណាម្នាក់ហ៊ាននិយាយជាមួយនឹងគេបែបនេះនោះទេស្ថានភាពកាន់តែតឹងរ៉ឹងទៅហើយនោះស្រាប់តែ Tommy គាត់ក៏បានចេញមកជួយនិយាយបន្ថែមទៀតដោយគាត់បាននិយាយសុំទោសទៅកាន់ Milton ហើយប្រាប់ថាវ៉ាត់
គឺជាអ្នកទោសថ្មីអញ្ចឹងហើយបានវ៉ាត់គេមិនសូវដឹងអីនោះទេកុំប្រកាន់គេអីបន្ទាប់មកនៅពេលដែលវ៉ាត់គាត់នៅក្នុងបន្ទប់កត់សុកហ្នឹងស្រាប់តែពួកឆ្មាំគុកក៏បានមកចាប់គាត់ឲ្យយកទៅជួបជាមួយនឹងមេគុកដោយសារតែមេគុកគឺចង់ឲ្យវ៉ាត់ធ្វើការប្រកួតជាថ្មីម្ដងទៀតនៅក្នុងយប់នេះប៉ុន្តែវ៉ាត់លើកនេះគាត់ក៏បានបដិសេធយ៉ាងដាច់អហង្ការព្រោះគាត់មិនចង់សម្លាប់មនុស្សទៀតទេស្រាប់តែពេលនោះមេគុកក៏បានបង្ហាញអំពីរូបប្រពន្ធជាមួយនឹងកូនប្រុសរបស់គាត់ហើយមេគុកក៏បានគម្រាមថាគាត់នឹងទៅចាត់ការប្រពន្ធនិងកូនប្រុសរបស់វ៉ាត់ចោលហើយដោយសារតែគ្មានជំរើសនឹងចង់ការពារប្រពន្ធកូនផងនោះវ៉ាត់ក៏យកព្រមធ្វើការប្រកួតជាថ្មីម្ដងទៀតលើកនេះដៃគូប្រកួតរបស់វ៉ាត់គឺមកពីខាងអាស៊ីដែលគេល្បីថាមានទឹកដៃប្រយុទ្ធនឹងគឺក្រាន់បើដែរប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏វ៉ាត់គាត់នៅតែអាចយកឈ្នះម្នាក់នោះបាននៅពេលដែលបញ្ចប់ការប្រកួតហើយមេគុកក៏បានមកនិយាយលើកទឹកចិត្តនិងដាស់តឿនវ៉ាត់ថាកុំឲ្យរឿងតឹងជាមួយគាត់បើចង់ឲ្យគ្រួសាររបស់គេមានសុវត្ថិភាពវ៉ាត់ក៏ខឹងហើយក៏បាននិយាយទៅវិញថាគ្រួសាររបស់គេគឺគ្មានអីពាក់ព័ន្ធជាមួយនឹងរឿងទាំងអស់នេះទេបន្ទាប់មក Mary ដែលជាប្រពន្ធរបស់វ៉ាត់ក៏បានតាក់ទងទៅ Steve ដើម្បីសួរចង់ដឹងថាមូលហេតុអ្វីបានជាប្តីរបស់គាត់ត្រូវទៅជាប់ក្នុងគុកបែបនេះ Steve ក៏មិនបានប្រាប់ Mary នឹងអំពីរឿងរ៉ាវពិតប្រាកដដែលវ៉ាត់ត្រូវទៅជាប់ក្នុងគុកនឹងដែរគេគ្រាន់តែប្រាប់ទៅ Mary វិញថាគេនឹងជួយឲ្យវ៉ាត់មានសេរីភាពឡើងវិញឆាប់ៗបន្ទាប់មកយើងក៏បានឃើញថាវ៉ាត់ក៏បានឲ្យ O'Reilly នឹងព្យាយាមវឹកហាត់វាយបាល់សាក់ជាមួយនឹងគាត់ពេលនោះ Erie ក៏ត្រូវបាន Milton នឹងមករករឿងជាថ្មីម្ដងទៀតប៉ុន្តែលើកនេះគឺ Milton បានចាក់ Erie ពីក្រោយតែម្ដងដោយសារតែគេនៅខឹងជាមួយនឹង Erie អំពីរឿងដែល Erie ធ្វើកប៉ុបអាហាររបស់គេកាលពីថ្ងៃមុនវ៉ាត់នៅពេលដែលឃើញបែបនេះហើយគេក៏ផ្ទុះកំហឹងជាខ្លាំងហើយក៏បានចូលទៅនិយាយជាមួយនឹង Milton ដោយចង់បបួល Milton នឹងវេមួយស្មើចំណែកឯ Milton វិញគេក៏បានសើចហើយក៏បានដើរចេញបាត់ទៅបន្ទាប់មកមេគុកក៏បានបញ្ជូននារីដ៏ស្រស់ស្អាតម្នាក់ឲ្យទៅកេងជាមួយនឹងវ៉ាត់ដើម្បីជាកាដូឲ្យវ៉ាត់ហើយចង់ឲ្យវ៉ាត់នឹងធ្វើការប្រកួតឲ្យបានល្អឲ្យគាត់ប៉ុន្តែវ៉ាត់គាត់គឺជាមនុស្សប្រុសម្នាក់ដែលស្មោះត្រង់ជាមួយនឹងប្រពន្ធដូច admin អញ្ចឹងដូច្នេះហើយគាត់ក៏គ្មានអារម្មណ៍ជាមួយនឹងស្រីផ្សេងនោះទេគាត់ក៏បាននិយាយថា no ហើយក៏បានឲ្យចេញពីនារីម្នាក់នឹងបាត់ទៅថ្ងៃបន្ទាប់វ៉ាត់គឺនៅតែបន្តសកម្មភាពដោយពីមុនអញ្ចឹងគឺគាត់បានសរសេរអំពីព័ត៌មានដែលគាត់ចាប់បានពីមេគុកនឹងដាក់នៅក្នុងសៀវភៅឲ្យទៅកាន់លោកតាប៉ុន្តែលើកនេះសកម្មភាពរបស់វ៉ាត់គឺត្រូវបានមើលឃើញពីសំណាក់ Tommy លុះល្ងាចបន្តិចឆ្មាំគុកក៏បានមកយកអ្នកទោសឲ្យទៅធ្វើការប្រកួតហើយលើកនេះគឺជា O'Reilly ដែលត្រូវទៅប្រកួតមុននឹងធ្វើការប្រកួត O'Reilly ក៏បានកម្ដៅសាច់ដុំរបស់គេប៉ុន្តែនៅពេលដែលគេបានឃើញអំពីវត្តមានអ្នកដែលគេត្រូវប្រកួតជាមួយគេក៏គាំងតែម្ដងដោយសារតែអ្នកដែលគេត្រូវប្រកួតជាមួយនោះគឺជា Milton O'Reilly គឺគ្មានគីឡូជាមួយនឹង Milton នោះទេដោយសារតែ Milton នឹងគឺមាឌធំខ្លាំងណាស់ Milton ក៏បានចាប់លើកបោះ O'Reilly ហើយក៏បានសម្លាប់ O'Reilly ឲ្យស្លាប់ក្នុងការប្រកួតនឹងទៅលុះស្អែកឡើងនៅពេលដែលក្រុមអ្នកទោសត្រូវបានឲ្យចូលទៅក្នុងទីលានហាត់ប្រាណវ៉ាត់ក៏ព្យាយាមដើររក O'Reilly ព្រោះថា O'Reilly គឺជាមិត្តជិតស្និទ្ធបំផុតរបស់គេនៅក្នុងគុកនឹងគេឆ្ងល់មែនទែនថាតើមិត្តភក្តិរបស់គេនឹងបាត់ទៅណាពេលនោះក៏ស្រាប់តែមានអ្នកទោសម្នាក់ទៀតបានមកប្រាប់វ៉ាត់ថា O'Reilly ត្រូវបានគេឲ្យទៅប្រកួតការពីយប់មិញហើយ O'Reilly គឺត្រូវបាន Milton សម្លាប់នៅក្នុងការប្រកួតការពីយប់មិញរួចទៅហើយវ៉ាត់គឺមានការឈឺចាប់និងតក់ស្លុតជាខ្លាំងនៅពេលដែលឮថាមិត្តជិតស្និទ្ធនៅក្នុងគុកតែមួយរបស់គាត់ត្រូវបានស្លាប់បែបនេះវ៉ាត់ក៏ត្រូវបានឆ្មាំគុក2នាក់ជូនគេមកបន្ទប់វិញប៉ុន្តែនៅពេលដែលមកដល់បន្ទប់លោកមេគុកក៏មានវត្តមាននៅក្នុងបន្ទប់របស់គេតែម្ដងហើយគាត់ក៏បានយកក្រដាស់អំពីព័ត៌មានដែលគេបានសរសេរហ្នឹងចេញមកអានទៀតផងលោកមេគុកក៏បានសួរវ៉ាត់ថាគេធ្វើការឲ្យអ្នកណាវ៉ាត់ដោយសារតែមិនព្រមឆ្លើយក៏ត្រូវបានមេគុកយកគេទៅដាក់ក្នុងបន្ទប់ធ្វើទរណកម្មហើយលោកតាដែលតែងតែធ្វើការជាមួយនឹងវ៉ាត់ក៏ត្រូវបានកូនចៅរបស់មេគុកសម្លាប់ផងដែរយើងកាត់មកមើលវ៉ាត់ឯនេះវិញពេលនេះគេក៏ត្រូវបានក្រុមកូនចៅមេគុកធ្វើទរណកម្មដើម្បីសួរចម្លើយវ៉ាត់ក៏បានសួរទៅកាន់មេគុកថាហេតុអ្វីបានជាគាត់ដឹងរឿងទាំងអស់នេះស្រាប់តែពេលនោះក៏លេចវត្តមានរបស់ Tommy ចេញមកហើយគេនេះហើយគឺជាអ្នកប្រាប់រឿងរ៉ាវគ្រប់យ៉ាងទៅកាន់មេគុក Tommy ក៏ថាធ្វើអញ្ចឹងហើយមេគុកនឹងព្រមដោះលែងគេចេញពីគុកប៉ុន្តែមានណាលទ្ធផលចុងក្រោយគេក៏ត្រូវបានមេគុកសម្លាប់ចោលដូចគ្នាយើងកាត់មកមើល Steve ឯនេះវិញដោយសារតែគេតាក់ទងទៅកាន់វ៉ាត់មិនបានគេក៏បានមកផ្ទះរបស់វ៉ាត់ជួបជាមួយនឹង Mary ដើម្បីប្រាប់ Mary អំពីរឿងរ៉ាវពិតប្រាកដទាំងអស់នៅពីក្រោយការជាប់គុករបស់វ៉ាត់ Steve បាននិយាយបញ្យល់ទៅកាន់ Mary ថាមូលហេតុដែលវ៉ាត់ព្រមធ្វើរឿងទាំងអស់នេះក៏ដើម្បីតែគ្រួសាររបស់គេតែប៉ុណ្ណឹងឯងដោយសារតែវ៉ាត់គាត់ចង់ឲ្យគ្រួសាររបស់គាត់ជាពិសេសគឺកូនប្រុសរបស់គាត់នឹងមានអនាគតល្អប៉ុន្តែពេលនេះគាត់ខ្លាចថា Mary ហើយនិងកូនប្រុសគឺកំពុងតែស្ថិតនៅក្នុងគ្រោះថ្នាក់អញ្ចឹងហើយ Steve
គឺចង់នាំ Mary ជាមួយនឹងកូនប្រុសហ្នឹងឲ្យប្រញាប់រៀបអីវ៉ាន់ចាក់ចេញពីផ្ទះឥឡូវនេះប៉ុន្តែមិនតាន់បាននិយាយផុតពីមាត់ផងក៏ស្រាប់តែកូនចៅរបស់មេគុកបានមកដល់ផ្ទះរបស់ Mary ហើយក៏បានធ្វើការបាញ់ទៅលើ Steve រួចក៏បានចាប់ Mary និងកូនប្រុសចេញទៅបាត់ទៅជាសំណាងល្អ Steve គេពាក់អាវក្រោះដូច្នេះហើយគេក៏មិនមានគ្រោះថ្នាក់អ្វីធំដុំដែរបន្ទាប់មក Steve ក៏បានរាយការណ៍រឿងរ៉ាវទាំងអស់នេះទៅកាន់ក្រុមការងាររបស់គាត់ដើម្បីឲ្យរៀបចំកម្លាំងទៅកាន់គុកដែលវ៉ាត់កំពុងតែនៅយើងកាត់មកមើលនៅក្នុងគុកឯនេះវិញ Mary ជាមួយនឹងកូនប្រុសក៏ត្រូវបានឲ្យទៅជួបជាមួយនឹងមេគុកចាប់យក Mary ជាមួយនឹងកូនប្រុសមកនេះគឺដើម្បីយកពួកគេធ្វើជាចំណាប់ខ្មាំងដើម្បីឲ្យវ៉ាត់ធ្វើការសារភាពប៉ុន្តែមុននឹងឲ្យវ៉ាត់ធ្វើការសារភាពថាគេធ្វើការឲ្យអ្នកណាឲ្យប្រកាសនោះមេគុកគឺចង់ឲ្យ Mary ជាមួយនឹងកូនប្រុសមើលការប្រកួតរបស់វ៉ាត់ជាមួយនឹង Milton ជាមុនសិនវ៉ាត់ក៏បានធ្វើការដើរចូលក្នុងសង្វៀនហើយគេគឺពិតជាភ្ញាក់ផ្អើលមែនទែននៅពេលដែលឃើញវត្តមានកូនប្រុសជាមួយនឹងប្រពន្ធឈរមើលការប្រកួតរបស់គេបែបនេះវ៉ាត់ជាមួយនឹង Milton គឺបានប្រកួតគ្នាយ៉ាងស្វិតស្វាញហើយនៅពេលដែលរៀងអស់កម្លាំងរៀងខ្លួនហើយមេគុកក៏បានបោះដំបងពីរដើមឲ្យទៅកាន់ពួកគេម្នាក់មួយដើម្បីធ្វើការវេគ្នាបន្តទៀតវ៉ាត់ដោយសារតែគេគឺជាតួឯកអញ្ចឹងហើយមិនអាចចាញ់បានទេគេក៏អាចវាយយកឈ្នះទៅលើ Milton ប៉ុន្តែគេមិនចង់សម្លាប់ Milton នោះទេព្រោះថាគេមិនចង់ឲ្យកូនប្រុសរបស់គេឃើញឪពុកសម្លាប់មនុស្សនៅនឹងមុខបែបនេះគេក៏ចង់ដើរចេញពីក្នុងសង្វៀនប៉ុន្តែពេលនោះលោកមេគុកក៏បានចូលមកដោយផ្ទាល់ហើយក៏បានធ្វើការវាយទៅលើវ៉ាត់ដោយគាត់បាននិយាយថាប្រសិនបើវ៉ាត់មិនសម្លាប់ Milton ទេអញ្ចឹងគាត់នឹងសម្លាប់វ៉ាត់នៅពីមុខក្រុមគ្រួសាររបស់គេក្រុមការងារ FBI របស់ Steve ក៏បានមកដល់ក្នុងគុកហើយក៏បានធ្វើការបង្ក្រាបក្រុមឆ្មាំគុកនៅក្នុងគុកនេះទាំងអស់មេគុកក៏នៅតែបន្តធ្វើការវាយដំទៅលើវ៉ាត់ប៉ុន្តែពេលនោះ Steve ក៏បានបាញ់ទៅលើជំនួយការរបស់មេគុកឲ្យធ្លាក់ស្លាប់នៅក្នុងសង្វៀនវ៉ាត់ក៏មានកម្លាំងចិត្តឡើងវិញហើយក៏បានធ្វើការវាយបកទៅលើមេគុកដែលធ្វើឲ្យមេគុកសុំចោះចាញ់ហើយក្រុមភ្នាក់ងារ FBI ក៏បានចូលមកចាប់ខ្លួនមេគុកបានសម្រេចជាចុងក្រោយវ៉ាត់ក៏ទទួលបានការងារជាភ្នាក់ងារ FBI ពេញសិទ្ធិជាថ្មីម្ដងទៀតហើយកូនរបស់គាត់ក៏ទទួលបានអាហារូបករណ៍ដោយទៅតាមពាក្យសន្យារបស់ Steve ចំណែកឯមេគុកឯនេះវិញគាត់ឥឡូវនេះក៏ខ្លាចតែជាអ្នកទោសហើយគាត់ក៏ត្រូវបានមកនៅក្នុងគុកដែលគាត់ធ្លាប់គ្រប់គ្រងនឹងឯងហើយសាច់រឿងក៏ត្រូវបានកាត់ចប់ត្រង់ចំណុចហ្នឹងទៅសូមអរគុណបងប្អូនទាំងអស់គ្នាចំពោះការតាមដានទស្សនាវីដេអូមួយនេះរហូតដល់ទីបញ្ចប់យើងនឹងជួបគ្នានៅវីដេអូបន្តទៀតបាយបាយ